ត់មានមកត្រូវប្រើតែផលិតផលគេលើកស្ទួយតែផលិតផលគេនោះទេអំឡុងពេលនេះហើយយើងត្រូវរួបរวมគ្នាលើកស្ទួយផលិតផលនៅក្នុងស្រុកថាសម្ភារៈប្រើប្រាស់ឬមកក៏ផលិតផលប្រើប្រាស់អីផ្សេងៗនោះទេដូចជានាងខ្ញុំផ្ទាល់អញ្ចឹងខ្ញុំជាអ្នកបង្កើតចេញជាមួយនឹងឈុតស្ករត្រជាបករួមធម្មជាតិនេះប៉ុន្តែសម្រាប់ផលិតផលផ្សេងៗហើយនាងខ្ញុំជ្រើសរើសប្រើព្រោះនាងខ្ញុំប្រើតែផលិតផលកូនខ្មែររបស់យើងទេមិនថាថ្នាំដុសធ្មេញសាប៊ូលាងមុខសាប៊ូកក់សក់សាប៊ូដុសខ្លួនដោយសារតែនាងខ្ញុំចង់ជួយដល់សេដ្ឋកិច្ចប្រទេសរបស់យើងគិតថាការចំណាយរបស់យើងទោះបីតិចក្តីឬក៏ច្រើនក្តីឲ្យតែយើងចំណាយលើផលិតផលនៅក្នុងស្រុករបស់យើងគឺយើងប្រៀបដូចជាជួយសេដ្ឋកិច្ចទៅនឹងប្រទេសរបស់យើងដូចគ្នាក៏ព្រោះថាឧទាហរណ៍ថាយើងប្រើផលិតផលស្ករបករួមធម្មជាតិរបស់នាងខ្ញុំជាដើមនៅពេលដែលនាងខ្ញុំលក់ដាច់មានអតិថិជនគាំទ្រច្រើននាងខ្ញុំក៏មានសមត្ថភាពផ្ដល់ការងារជូនទៅដល់បងប្អូនខ្មែររបស់យើងហើយគ្រឿងផ្សំវត្ថុធាតុដើមក៏សឹកតែជាគ្រឿងផ្សំវត្ថុធាតុដើមក្នុងស្រុករបស់យើងទៀតទាំងហើយនាងខ្ញុំក៏ត្រូវការគ្រឿងផ្សំវត្ថុធាតុដើមកាន់តែច្រើនអញ្ចឹងហើយតម្រូវការផ្នែកកសិកម្មរបស់នាងខ្ញុំក៏កាន់តែច្រើនអញ្ចឹងហើយនាងខ្ញុំក៏បានជួយទិញកសិកររបស់យើងគាត់បានដាំដុះហើយនឹងកែច្នៃវត្ថុធាតុដើមគ្រឿងផ្សំហើយនៅពេលដែលនាងខ្ញុំមានសមត្ថភាពគ្រប់គ្រាន់មានអាជីវកម្មមួយដែលរឹងមាំមានអតិថិជនស្គាល់ហើយនឹងគាំទ្រច្រើននាងខ្ញុំក៏មានសមត្ថភាពអាចជួយប្រទេសរបស់យើងនៅពេលដែលមានទុក្ខលំបាកដូចជាកន្លងមកនៅពេលដែលប្រទេសរបស់យើងមានបញ្ហាគឺតែងតែមានម្ចាស់ brand ធំៗដែលគាត់តែងតែចុះជួយបងប្អូនខ្មែរនិងទាហានរបស់យើងយ៉ាងសស្រាក់សស្រិមថ្ងៃមុននឹងយើងចំណាយលុយទិញទៅលើអ្វីមួយយើងប្រើថាផលិតផលឬមកក៏សម្ភារៈប្រើប្រាស់គឺយើងត្រូវតែចំណាយឲ្យត្រូវផ្លូវទៅមានប្រយោជន៍ដល់ខ្លួនយើងនិងប្រទេសរបស់យើង